មកដល់ទៀតហើយស្ពៃទើដំណឹបផ្ទះខ្លួនឯងគ្មានជាតិគីមីមានតែជាតិអាចគោនិងជាតិទឹកនោមដែលខ្លួនឯងនោមដាក់តែប៉ុណ្ណោះទេបើចង់បានស្ពៃទើហូបទំនាក់ទំនងមកខ្ញុំបានសូមអរគុណសួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកទៀតហើយមកលេងស្ពៃទៀតហើយបាទនេះមកមើលស្ពៃលេងទៀតហើយបាទនេះមកលេងអីទេមកផុសលេងបាទនេះឃើញល្អពេកអត់ថត់អត់ទ្រាំអត់បានបាទគេទេគល់ធៀងដល់ហើយគល់ធៀងគេនេះស្ពៃស្រាតែតាពុកម៉ែបងប្អូនណាចង់បានស្ពៃហូបប្រាប់ខ្ញុំមកនេះគេស្ពៃចាំតិចកូនចាំតិចនោះហើយធ្លាឡើយសុំថតវីដេអូមួយសិនមកតាមអាយ៉នោះទៅគ្នាឡើយអាយ៉មើលស្ពៃកាត់ស្ពៃមកកាត់ស្ពៃហូបស្ពៃចាំបានអំពើចាំបានចាំបានស្ពៃធំស្ពៃទឿនេះស្ពៃទឿហើយបានស្ទុំថងស្តាបងរបស់គេហើយតិចពូខ្ញុំកាត់ហើយគាត់មកកាត់ទុកឆាឬក៏ធ្វើមកហូបធ្វើអីទេបងប្អូនណាត្រូវការស្ពៃនេះគេស្ពៃនៅនេះក៏មានដែរថ្ងៃនេះមកទាំងពីរទាំង3ទាំងកូនទាំងម៉ែទាំងឪជាដូនជាតាមកកាត់ស្ពៃហ្នឹងចូលកាត់ហើយមកគោះសិនស្ពៃដែលសុវត្ថិភាពជាងគេគឺជាស្ពៃដែលយើងដាំខ្លួនឯងចាក់ទឹកនោមកូនចាក់ទឹកនោមកូនចាក់ទឹកនោមម៉ែចាក់ទឹកនោមឪខោទៅជីជាតិដល់កបូកផ្សំនឹងអាចគោទៀតអ៊ីចាយ៉ាចាធំនេះដល់មកភិចបាទជំរាបសួរពុកម៉ែបងប្អូនជាលើកទី2ម្ដងទៀតបាទសូមអធិស្ឋានផងវីដេអូបន្ទាប់នេះខ្ញុំសូមvoice ជាសម្លេងហើយដោយសារតែពេលដែលខ្ញុំថតអ្នកជិតខាងខ្ញុំចាក់បាសអញ្ចឹងទៅខ្ញុំខ្លាចវីដេអូជាប់ copyright ក៏ខ្ញុំសូម voice ជាសម្លេងផ្ទាល់តែម្ដងទៅពុកម៉ែបងប្អូនបាទសូមអធិស្ឋានផងបាទអញ្ចឹងដូចខ្ញុំនិយាយមុននឹងបន្តិចហ្នឹងមុនវីដេអូនឹងបន្តិចថាស្ពៃដែលយើងដាំដោយខ្លួនឯងគឺគ្មានសារធាតុគីមីមានតែជាតិអាច់កូនិងទឹកនោមបាទជាការពិតណាស់បាទទឹកនោមនឹងខ្ញុំស្រោចតាមវានៅតូចដែរហើយយទៅខ្ញុំមុនដាំខ្ញុំត្រាំទឹកគ្រាប់វាសិនបាទត្រាំទឹកវាឲ្យបាន2-3យប់សិនទៅឲ្យវាដុះបែកគ្រាប់គឺហៅថាបែកមាត់ចាបសិនទៅមកបានខ្ញុំធ្វើការដាក់ដីដាក់ជីអាចគោហើយបានខ្ញុំធ្វើការបាចទឹកវាឲ្យវាសើមសោះហើយបានខ្ញុំដាក់គ្រាប់ដាំអញ្ចឹងដាក់គ្រាប់ហើយខ្ញុំដាក់ចំបើរយលើអញ្ចឹងតែ3ថ្ងៃអីទេវាចាប់ដើមដុះមកប្រុសហ្មងបាទអញ្ចឹងវាដុះមកស្រស់ហ្មងបាទអញ្ចឹងបន្តទេគឺខ្ញុំស្បាញ់តែទឹកទេហើយកាលនោះគឺខ្ញុំឥឡូវអាយុបាន1ខែកន្លះហើយស្ពៃនេះដោយសារតែខ្ញុំដកហូបអត់ទាន់ហើយនឹងនិយាយរូបនេះស្ពៃនេះយើងដាំទុកតែបបរឲ្យកូនដោយសារយើងមានកូនតូចដូចក្នុងវីដេអូមុនហ្នឹងក៏ឮសំឡេងកូនខ្ញុំដែរបាទហើយយើងដើរឲ្យបបរឲ្យគាត់ហើយយើងបានហូបបានមួយឆាពីរឆាដែរអញ្ចឹងអានេះគឺដកសម្រេចដើម្បីឲ្យដាំថ្មីបាទព្រោះវាធំទៅហើយចាស់ហើយខ្លាយលោវាស្វេតដែរបាទអញ្ចឹងសូមបិទវងកញ្ចក់ឲ្យសូមនិយាយពីអត្ថប្រយោជន៍របស់ស្ពៃដែលយើងដាំដោយខ្លួនឯងយើងគ្មានដាក់ជាតិគីមីគឺវាសុវត្ថិភាពត្រង់ហ្នឹងដោយសារយើងដាំខ្លួនឯងផ្ទាល់ដាំដោយឯងផ្ទាល់អញ្ចឹងគឺយើងខ្លាចណាស់យើងខ្លាចដាំទៅយើងហូបអត់កើតតែពេលយើងដាំទៅយើងដាក់តែជីអាចគោហើយយើងចាក់ទឹកនោមបងប្អូនពីមុនខ្ញុំអត់ជឿថាទឹកនោមចាក់ទៅស្ពៃកាត់ល្អទេណាប៉ុន្តែបន្ទាប់ពីខ្ញុំឃើញអ្នកជិតខាងខ្ញុំគាត់ដាំស្ពៃលក់ហើយគាត់ចាក់ទឹកនោមលាយជាមួយនឹងជីកែងជីអ៊ូរ៉េអីទៅឃើញថាវាស្ទុះល្អហើយថាប្រយោជន៍ទឹកនោមមួយទៀតគឺវាជួយបណ្ដេញជាតិណាវាបណ្ដេញសត្វល្អិតបាទបណ្ដេញសត្វអីដូចជាចៃដូចជាសម្ងោចបាទឃើញថាមុនដំបូង
ការខ្ញុំដាំបានមួយថ្ងៃពីរថ្ងៃគឺសម្អុយវាមករោមបន្លែវាដូចជាចង់ស៊ីអាម៉េចទេបាទទៅមកខ្ញុំធ្វើការស្រោចទឹកនោមប៉ុន្តែទឹកនោមនោះខ្ញុំនោមទុកប្រហែលជាមួយអាទិត្យអីហើយប៉ុន្តែដោយសារតែខ្ញុំមុននឹងដាំខ្ញុំមានកម្រងថាត្រូវស្រោចទឹកនោមអញ្ចឹងខ្ញុំនោមដាក់កណ្ដុងហើយទៅក៏ខ្ញុំស្រោចវាពី3ថ្ងៃស្រោចទឹកនោមម្ដងប៉ុន្តែយើងលាយជាមួយទឹកដែរណាយើងលាយទឹកស្ដើងគ្រាន់តែស្រោចទៅដំបូងវាក្លិនអញ្ចឹងណាប៉ុន្តែយូរៗទៅវាទៅជាសាមញ្ញបាទអញ្ចឹងទីនេះគឺខ្ញុំឈប់ស្រោចហើយបាទខ្ញុំស្រោចតែត្រឹមអាយុកន្លះខែអីតែប៉ុណ្្នឹងទេបាទដំបូងទៅដល់ធំហើយយើងឈប់ស្រោចដែរដោយសារតែខ្លាចដល់សោជាតិទឹកនោមនៅលើស្លឹកនៅលើអីណាបាទអញ្ចឹងទៅរាល់ថ្ងៃស្រោចតែទឹកជាទេបាទអញ្ចឹងបន្លែស្ពៃទើនេះខ្ញុំដាំនៅកន្លានខ្លះនៅលើដីខ្លះអានេះខ្ញុំប្របែកបោះពីកង់ឡានដោយសារខ្ញុំថតតែកន្លែងប្រពន្ធខ្ញុំកាត់នេះកង់ឡាននេះបាទចឹងកាត់មកគឺបានច្រើនគួរសមហើយចែកបងប្អូនខ្ញុំហ្នឹងឯងមានបងខ្ញុំបងមកកើតបាទបងមកកើតហើយនិមិត្តភ័ក្រខ្ញុំពុនខ្ញុំរៀបចំចែកហើយដោយសារតែយកទៅហើយបានខ្ញុំនិយាយឡើងវិញនេះបាទដោយសារតែពីងាកមាញ់យើងកាត់ហើយថ្ងៃនេះខ្ញុំកាត់វីដេអូហើយខ្ញុំទៅក៏កាត់វីដេអូហើយទៅហើយក៏ស្បៃនោះយកទៅឲ្យបងហើយម្នាក់ម្ថងបាន3ផ្ទះដែរបាទអានេះគឺការកាត់ណាដើមបាទការកាត់ណាដើមទុកដល់ឆេងវែងដឹងទាន់តែនេះតាមវាបន្លៅសោះនៅអាកន្លែងនេះទៀតអានេះប្រពន្ធខ្ញុំគាត់កាត់ឲ្យគាត់លាងទឹកចាក់ដាំលាងទឹកសម្អាតដើម្បីយកទៅចែកបងប្អូនមិត្តភក្តិខ្ញុំហ្នឹងឯងបាទចែកគ្នាហូបរបស់យើងដាំផ្ទាល់អញ្ចឹងចែកគ្នាទៅហូបទៅវារសជាតិខុសពីយើងទិញផ្សារមិនខ្ញុំទិញផ្សារដងវាមានរសជាតិឯដូចជាល្វីងបាទតែអានេះដូចជាអត់មានល្វីងអីទេបាទហើយពីថ្ងៃបាញ់មិនដឹងធ្វើម្ហូបអីក៏បងថ្លៃខ្ញុំគាត់លក់ត្រីខគាត់ទិញត្រីខគេមកដាក់ឆាជាមួយនឹងអាស្ពៃទើនឹងមានន័យថារសជាតិវាអែមដែរតាបាទវារសជាតិទទួលយកបានណាបាទម្ហូបសាមញ្ញស្ពៃទើឆាជាមួយនឹងស្របជាមួយនឹងត្រីខបាទឆ្ងាញ់បាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបានពុកម៉ែបងប្អូនសូមអរគុណច្រើន